បាទគោរពជំរាបសួរពុកម៉ែបងប្អូនដែលតែងតែទេសនារឿងព្រេងនិទានខ្មែរប្រាណបើអញ្ចឹងយើងគុំឲ្យខាត់ពេលយូរយើងចូលទៅសាច់រឿងយើងរឿងនឹងមានក្រោមចំណងជើងថារឿងអាបកំបាំងខ្មោចដើមជ្រៃក្បែរមាត់ស្ទឹងកាលពីយូរលង់ណាស់មកហើយមានភូមិមួយឈ្មោះថាក៏ភូមិត្រជាក់ចិត្តទោះបីជាឈ្មោះភូមិស្ដាប់ទៅត្រជាក់ត្រជុំប៉ុន្តែអ្នកភូមិគ្រប់គ្នាភ័យខ្លាចបំផុតនៅពេលយប់ជ្រៅជាពិសេសនៅតំបន់មាត់ស្ទឹងដែលមានដើមជ្រៃធំមួយដាំដុះច្រងៀងមួយហេតុការចម្លែករៀងរាល់យប់ថ្ងៃសេលអ្នកភូមិតែងតែសំឡេងស្រីម្នាក់ច្រៀងបំពេកូនយ៉ាងគ្រលួចចេញពីទីដោយដើមជ្រៃនោះសំឡេងនោះស្រទន់ផងស្រងើបផងធ្វើឲ្យអ្នកដែលបានរើហើយព្រើរោមគិតតែម្ដងចាស់ក្នុងភូមិតែងតែផ្ដាំកូនចៅថាយប់ប្រលប់កុំដើរទៅក្បែរមាត់ស្ទឹងឲ្យសោះប្រយ័ត្នជួបនាងតី 2. រឿងរ៉ាវអតីតកាលតាមរឿងនិទានគ្នានាងតីគឺជាស្រីស្អាតម្នាក់ក្នុងភូមិដែលបានស្លាប់ទាំងទម្ងន់កាលពីច្រើនឆ្នាំមុននាងបានអង្គុយរង់ចាំប្តីដែលទៅធ្វើសឹកសង្គ្រាមនៅក្រោមដើមជ្រៃនោះរាល់ថ្ងៃរហូតដល់ដង្ហើមចុងក្រោយដោយសារក្តីស្រឡាញ់និងការចង់កំហឹងដែលប្តីមិនត្រឡប់មកវិញវិញ្ញាណនាងមិនទៅណាឆ្ងាយពីដើមជ្រៃនោះឡើយ 3. ការជួបប្រទះពិតមានបុរសម្នាក់ឈ្មោះសុកជាមនុស្សមិនសូវជឿរឿងខ្មោចព្រាយយប់មួយបន្ទាប់ពីត្រឡប់មកពីមើលការខុសត្រូវស្រែចម្ការទាំងយប់អាធ្រាត្រគាត់ក៏ដើរកាត់មាត់ស្ទឹងនោះស្រាប់តែគាត់បានឃើញស្រីម្នាក់អង្គុយយល់អង្រឹងដែលចងជាប់នឹងមែកជ្រៃនាងស្លៀកពាក់ស្បែកខ្នងដាក់គាត់សុកក៏សួរដោយចិត្តចង់ដឹងក្បងស្រីយប់ជ្រៅហើយហេតុអ្វីមកអង្គុយទីនេះម្នាក់ឯងស្រីម្នាក់នោះមិនតបទេតែនាងក៏សាច់តិចរួចបែរមុខមកវិញយឺតសុកស្ទើរតែលួសប្រលឹងព្រោះផ្ទៃមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែមាត់ដែលហូរឈាមដាប 4. ការរំដោះវិញ្ញាណបន្ទាប់ពីព្រឹត្តិការណ៍នោះសុកបានធ្លាក់ខ្លួនឈឺជាទម្ងន់អ្នកភូមិក៏សម្រេចចិត្តនាំគ្នាធ្វើបុណ្យឧទ្ទិសកុសលដ៏ធំមួយនៅក្រោមដើមជ្រៃនោះដើម្បីរំដោះវិញ្ញាណនាងតីគ្រូអាចារ្យឲ្យបានសូត្រមន្តដេញអក្ខរានិងប្រោះព្រំទឹកមន្តរហូតដល់វិញ្ញាណនាងបានស្ងប់ចិត្តចាប់តាំងពីពេលនោះមកសំឡេងច្រៀងបំពេកូនក៏បាត់ទៅហើយដើមជ្រៃនោះក៏លែងមានអ្វីគួរឲ្យខ្លាចដូចមុនទៀតដែរប៉ុន្តែអ្នកភូមិនៅតែចំណាំថាប្រសិនបើថ្ងៃណាដែលមានខ្យល់បក់ខ្លាំងហើយយឺសំឡេងស្លឹកជ្រៃរលាក់រលំពួកគេតែងតែនឹកឃើញដល់រឿងរ៉ាវក៏ខ្មោចនាងតីជានិច្ចតើអ្នកចង់ឲ្យខ្ញុំសរសេររឿងខ្មោចបែបខ្លីឬរឿងខ្មោចបែបភ័យរន្ធត់ជាងនេះទៀតទេបើចង់សូមចូលទៅ Channel YouTube រួចចុច Subscribe ដើម្បីទទួលបានរឿងនិទានជាបន្តបន្ទាប់សូមអរគុណ